ស័ព្ទមិនខ្វះទេស្រីចំណៃរាគីបើទុកនឹងឯងម្នាក់នាំជាគំរូអាក្រក់ដល់ស្រីទូទៅក្នុងព្រះនគរម្យ៉ាងទៀតបើដឹងដល់ស្ដេចទាំង101នគរដែលធ្លាប់បញ្ជូនសួយសារអកចំណុះយើងនោះវារឹតតែអាស្រូវគេណាស់ទៅទៀតព្រះស្វាមីសូមព្រះជាទានទៅដល់ខ្ញុំម្ចាស់ផងចុះព្រះអង្គមិនបានទេព្រះអង្គសូមមេត្តាសេនាទានទៅផងព្រះវិសានាំនាងកាកៃដាក់លើពងពាយបណ្ដែតក្បូតចោលក្នុងមហាសមុទ្រភ្លាមទៅព្រះស្វាមីព្រះស្វាមីអនុមេត្តាខ្ញុំម្ចាស់ផងទៅព្រះស្វាមី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 លក្ខខណ្ឌនិយាយរឿងកាកៃដែលលោកអ្នកនាងបានស្ដាប់កំសាន្តនៅពេលនេះចប់តែប៉ុណ្ណេះយើងខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់តាមដានស្ដាប់របស់អស់លោកអ្នកនាងកញ្ញាសូមជូនពរសូមលោកអ្នកប្រកបតែសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារសួស្តីល្ខោននិយាយដែលលោកអ្នកនាងបានស្ដាប់កំសាន្តនៅពេលនេះចប់តែប៉ុណ្ណេះសួស្តី